ប្រជាជនកម្ពុជាជាអ្នករងគ្រោះពីសង្គ្រាមផ្ទះសម្បែងរបស់យើងដីធ្លីរបស់យើងនិងជីវិតរបស់យើងស្ថិតនៅក្រោមការគំរាមកំហែងពីការឈ្លានពានដ៏អយុត្តិធម៌ពីប្រទេសថៃនេះមិនមែនគ្រាន់តែជម្លោះនៃព្រំដែននោះទេនេះគឺជាសង្គ្រាមដែលកំពុងបំផ្លាញគ្រួសារសម្រាប់ជនស៊ីវិលស្លូតត្រង់និងធ្វើឲ្យមានការបែកបាក់ពីសម្ព័ន្ធភាពស្ត្រីកុមារនិងមនុស្សចាស់ជរាត្រូវបានរងគ្រោះក្នុងភ្លើងសង្គ្រាមដែលត្រូវការបង្ខំចិត្តភៀសខ្លួនចេញពីស្រុកកំណើតនិងរស់នៅក្នុងភាពភ័យខ្លាចខ្ញុំសូមអំពាវនាវអន្តរជាតិឲ្យបើកចិត្តនិងចាត់វិធានការលើការឈ្លានពានដ៏អយុត្តិធម៌នេះពីប្រទេសថៃកម្ពុជាកំពុងរស់នៅដោយសន្តិភាពនិងមិនចង់មានសង្គ្រាមនោះទេប្រជាជនយើងគួរតែទទួលបានកិត្តិយសសុវត្ថិភាពនិងយុត្តិធម៌ពិភពលោកគួរមិនត្រូវបាននៅស្ងៀមលើសកម្មភាពឈ្លានពានរបស់ថៃនេះឡើយពួកយើងចង់ផ្ដោតសម្លេងនៃការពិតនិងទាមទារឲ្យបញ្ចុះអំពើហិង្សានេះមកលើពួកយើងដែលជាប្រជាជនតូចតាចនិងមានប្រជាជនស្លូតត្រង់ពួកយើងឈរជាមួយនឹងប្រជាជនកម្ពុជាគឺពួកយើងឈរដើម្បីមនុស្សជាតិ